សម្បីប្រាប់ពីយេនៅក្នុងខ្លួនរបស់ក៏មិនយកមកវិញដែរអូរបស់ដឹងថាប្រាប់ពីយេនេះអាចធ្វើអ្វីបានខ្លះទេខ្ញុំដឹងតែសំណាងខ្ញុំមិនសូវល្អសោះតែលោតាមផ្លូវមានរឿងអីទៅខ្ញុំត្រូវតែសងប្រាក់ឲ្យគាត់វិញហើយបានជាចង់រកស៊ីជាមួយគាត់ទៅហើយនោះត្រូវតែធ្វើឲ្យគាត់ទុកចិត្តទៅបានដើម្បីកុំឲ្យគាត់បារម្ភតើត្រូវទេប្រាក់ពីយេនោះខ្ញុំទុកឲ្យគាត់ចោះហើយតកែលីវនោះគាត់មិនបារម្ភនឹងខ្ញុំទេបើសិនជាអង្គគាត់បានក៏គាត់មិនខាតដែរអញ្ចឹងក៏ត្រូវដែរការពិតលបងមិនល្ងងដូចគេថាទេមានការយល់ដឹងខ្ពស់ឯងជាអ្នកទី1ដែលសរសើរខ្ញុំការពិតល្ងងក៏គ្មានអីមិនល្អដែរម៉ែខ្ញុំតែងតែនិយាយប្រាប់ខ្ញុំថាមនុស្សល្ងងទេវតាតែងតែស្រឡាញ់ទេទេវតាណាស្រឡាញ់លបងនោះមើលណោះគេដេញវាយរាល់ថ្ងៃពីរបីថ្ងៃត្រូវគេវាយម្ដងណាលបងនៅទ្រាំបានទេបើប្រៀបធៀបនឹងរត់ភៀសខ្លួននោះគឺបានធូរច្រើនណាស់ហើយម្យ៉ាងទៀតខ្ញុំធ្វើដំណើរមកតាមផ្លូវបានជួបនឹងអ្នកមានបុណ្យទៀតដូចជាតកែលីវលោកម្ចាស់ជូឯងស្គាល់លោកម្ចាស់ជូមែនទេអ្នកណាថាមើលឯងទៅថ្ងៃនេះព្រោះតែខ្ញុំរត់ចូលមង្គលការឯងខឹងយ៉ាងខ្លាំងមែនហើយថែមទាំងមិនចង់ជួយពោខ្ញុំទៀតផងអ្នកណាថាតើស្គាល់គ្នាទៅខឹងបាននោះហ៎ខ្ញុំឃើញរឿងអយុត្តិធម៌ជួយរកយុត្តិធម៌អញតាតែប៉ុណ្្នឹងទេយ៉ាម៉ាមិនជឿខ្ញុំហ៎មិនមែនទេខ្ញុំគ្រាន់តែយល់ថាឯងជាមនុស្សល្អណាស់មនុស្សមិនស្គាល់គ្នាឯងនៅគិតដល់គេទៀតឯងមិនដូចខ្ញុំទេគិតខ្លីមិនចេះគិតវែងឆ្ងាយដឹងតែមិនឲ្យគេមកពិបាកជាមួយខ្ញុំបានធ្វើឲ្យគ្រួសារលោកម្ចាស់ជូមានការពិបាកច្រើនណាស់ព្រោះឲ្យខ្ញុំរត់ចោលគេឯងនិយាយទៅមើលខ្ញុំគួរតែទៅបញ្យល់លោកម្ចាស់ជូដែរទេកុំអីមកខ្ញុំជួយជូតឲ្យណាមកកុំប៉ាខ្ញុំកុំប៉ាខ្ញុំណាតែបើខ្ញុំមិនទៅទេលោកម្ចាស់ជួយជាមួយនឹងនាងស៊ីលីងពិតជាខឹងនឹងខ្ញុំហើយអត់អីទេតាមមើលលោកម្ចាស់ជូគាត់ខឹងតែមួយផ្លេតទៅគឺអត់អីហើយចំណែកអ្នកនាងស៊ីលីងតាមមើលប្រហែលជាបាត់ខឹងហើយមិនបានជាឯងដឹងខ្ញុំបានលើគេនិយាយឯងនិយាយទៅមើលខ្ញុំគួរតែទៅបញ្យល់លោកម្ចាស់ជូដែរទេកុំអីមកខ្ញុំជួយជូតឲ្យណាមកកុំប៉ាខ្ញុំកុំប៉ាខ្ញុំណាតែបើខ្ញុំមិនទៅទេលោកម្ចាស់ជូជាមួយនឹងនាងស៊ីលីងពិតជាខឹងនឹងខ្ញុំហើយអត់អីទេតាមមើលលោកម្ចាស់ជូគាត់ខឹងតែមួយផ្លេតទៅគឺអត់អីហើយចំណែកអ្នកនាងស៊ីលីងតាមមើលប្រហែលជាបាត់ខឹងហើយមិនបានជាឯងដឹងខ្ញុំបានលើគេនិយាយប៉ុន្តែបានហើយឈប់ប៉ុន្តែអីទៀតទៅខ្ញុំនិយាយជាមួយបងហើយមើលខ្លួនខ្ញុំទៅខ្ញុំទៅមុខទឹកសោះឯងជឿជឿអញ្ចឹងចាំខ្ញុំជូនឯងទៅណាហើយរកអញ្ចឹងមិនមែនមកជួបបាយល្អទេយប់ណាស់ហើយចាំស្អែកសម្រទៀតណែក្រែងបញ្ជាក់ជើងលេខច្បាស់ហើយហ៎ស៊ីលីងនៅក្នុងត្បូងជើងកាត់នោះនៅខាងមុខសុទ្ធតែព្រៃខាងមុខមានខ្ទមអ្នកតាបាក់បែកមួយទៅមើលតោះអាយ៉ាប្រយ័ត្នផងណែឆាប់អង្គុយទៅអរគុណដងមួយនេះគ្មានមនុស្សប្រើយូរហើយខ្ញុំទៅតែសម្អាតរួចពីថ្ងៃនេះទេបានហើយ
លបងទៅញ៉ាំបាយចុះ ខ្ញុំមិនទៅទេ អេចុះធ្វើស្អីហ្នឹង ងូតទឹកជាមួយគ្នា អេបានទេមិនបានទេ ហេតុអី ខ្ញុំថាមិនបានគឺមិនបានហើយ អញ្ចឹងដល់ខោអាវមកខ្ញុំបោកឲ្យឆាប់ដល់មកអលៀន អេណែកុំប៉ះខ្ញុំខោខ្ញុំនៅស្អាតទេខ្ញុំពាក់ពី3ថ្ងៃទៀតទៅបោក ឯងទុកចិត្តចុះមើលណាផ្កាយរះពេញមេឃស្អែកនេះមេឃប្រកបជាស្រឡះហើយណាមើលខោឯងទៅផ្លាសិទ្ធភព ណែធ្វើស្អីហ្នឹងសំរើខ្លួនឯងទេ ខ្ញុំធ្វើឲ្យឯងឈឺអញ្ចឹងបានជាឯងខឹងនឹងខ្ញុំមែនទេទ្រូងរបស់ឯងមិនក៏ហែមធំម្លេះឯងប្រកាសជាមានរបួសធ្ងន់ហើយឈឺខ្លាំងណាស់មែនទេ លបងពិតជាកលឈើមែន អាយ៉ាខ្ញុំពិតជាគោលឈើមែនមិនក៏ខ្ញុំមិនចាប់អារម្មណ៍អញ្ចឹងមិញឯងទៅរកពេទ្យមិនក៏មិននិយាយប្រាប់គេទៅថាឯងមានរបួសធ្ងន់ណាស់មិនបានជាមិនប្រាប់គេអញ្ចឹងប្រាប់គេថាខ្លួនរបស់ឯងពិតជាហែមធំណាស់ ខ្ញុំឆោតរវល់ហើយ អេមិនបានទេត្រូវតែឲ្យពេទ្យពិនិត្យ ខ្ញុំគ្មានឈឺអីទេ មិនបានទេម៉ែខ្ញុំនិយាយថាទ្រូងនឹងសួតខ្លាចជាងគេគឺរបួសណាបើមិនឆាប់ទៅព្យាបាលទេថ្ងៃក្រោយមានជំងឺជាប់នឹងខ្លួនហើយដល់ពេលនោះបើឯងមិនជឿខ្ញុំឯងនឹងវេទនាអស់មួយជីវិត លបង ពិតមែនណា បានហើយឥឡូវនេះគ្រូពេទ្យបាត់ទ្វារហើយចាំស្អែកចាំទៅបានទេ ប៉ុន្តែឯង គ្មានបន្តែអីទេប៉ុណ្្នឹងចុះ អេណែលោកប្អូនក្រែឯងចង់មួយទឹកអី ឈប់ងូតហើយ អេឯងឈ្មោះអីទៅ ខ្ញុំតកលវាងមានតែអក្សរមួយគឺវាងជីង អូវាងជីងណែខ្ញុំពួកយើងមានតកលដូចតែគ្នាទេណាអញ្ចឹងឯតើបានជាពួកយើងទាំងពីរមាននិស្ស័យនឹងគ្នាណាប្រាប់ខ្ញុំមកមើលតើផ្ទះឯងនៅណាចាំពេទ្យពិនិត្យឲ្យខ្ញុំនឹងជូនឯងត្រឡប់ទៅផ្ទះវិញហើយណា ទេមិនបានទេខ្ញុំមិនឲ្យលបងជួបខ្ញុំនៅផ្ទះទេ ហេតុអីទៅ ព្រោះផ្ទះខ្ញុំនៅក្នុងក្រុងឆ្ងាយណាស់យ៉ាងទៀតខ្ញុំមានរបួសពេញខ្លួនដើរមួយចំហៀនក៏ឈឺដែរអូយ ខ្ញុំបាននិយាយរួចហើយណាថាឯងមានរបួសធ្ងន់ណាស់នៅធ្វើរឹកក្រាន់បើទៀតហ៎ មែនហើយលបងឃើញខ្ញុំត្រូវរបួសយ៉ាងនេះឲ្យខ្ញុំទៅផ្ទះយ៉ាងម៉េច ពិតជាពិបាកហើយខ្ញុំត្រូវតែដឹកអង្គរាល់ថ្ងៃទុកឲ្យឯងនៅម្នាក់ឯងអញ្ចឹងខ្ញុំដូចជាមិនទុកចិត្តទេ អេខ្ញុំទៅដឹកអង្គជាមួយនឹងលបង មិនបានទេជើងឯងរបួសអញ្ចឹងទៅមិនកើតទេ